Cái nàyថ្ងៃនេះខ្ញុំចង់និយាយទាក់ទងមួយ idea ហើយជាមួយនឹងការ recap ក្នុងការចូល position មួយតែខ្ញុំអត់បានចូលខ្ញុំបញ្ជាក់ឲ្យគ្រាន់តែខ្ញុំរៀន recap ហើយមេរៀនខ្ញុំយប់មិញដែលខ្ញុំរៀនមួយនឹងសៀបខ្ញុំយកមកអនុវត្តទៅវាឃើញការ entry ទៅវាស្អាតហើយឥឡូវយើងនិយាយទាក់ទងមួយការចូល position មួយនឹងសិនទៅហើយបានយើងនិយាយទាក់ទងមួយ idea មាសថាវាអាចនឹងបន្តឡើងឬក៏បន្តចប់ចឹងសម្រាប់បងប្អូនណាដែលចង់បានទាក់ទងមួយព័ត៌មានក្នុងការ trade ទាក់ទងមួយមេរៀនទាក់ទងមួយ idea ទាក់ទងមួយការ recap position អ្នកទាំងអស់គ្នាអាចចូលមកកាន់ channel របស់ខ្ញុំបានហើយនេះគឺជា link ហើយជាមួយនឹងការ scan អរគុណដំបូងឡើយខ្ញុំបើកពឹកមិញហ្នឹងខ្ញុំឃើញនៅក្នុង time frame 1ម៉ោងហ្នឹងទី1វាមានtwo time frame alignment នេះកន្លែងនេះវាបិទជា body អញ្ចឹងនេះវាឡើងទៅវាដាច់ swing ហើយដាច់ swing ខាងលើនេះណាវាក៏មាន reaction ចូលមកក្រុមយប់មិញដែរហើយមួយវិញទៀតអ្នកខ្លះសួរថាមូលហេតុអីបាន AVG នេះអត់ work យើងត្រូវចាំថាគ្រប់ key level នៅក្នុង time frame ទាំងអស់ key level គ្រាន់តែជាតំបន់សម្រាប់រងចាំវា work មិន work វាអាស្រ័យទៅលើ reaction ខ្ញុំអាសានិយាយប្រាប់គ្នាយើងឬក៏អ្នកដែលមកជួបខ្ញុំណាហើយអ្នកខ្លះក៏ទទួលបានទៅអ្នកខ្លះក៏នៅតែស្ពេចស្ពិល reaction ហ្នឹងរបៀបម៉េចនៅពេលដែលវាចាក់ដល់ key level នេះបានន័យថា time frame 1ម៉ោងយើងអាច sweep ទៅ5នាទីដើម្បីរកមើលការ confirmation សម្រាប់ចូលនៅក្នុងសារឧទាហរណ៍ថាវាបង្កើត CISD ឬក៏ liquidity sweep នៅក្នុង time frame ទូចឬក៏ AVG ទើបយើងអាចចូលនៅក្នុងថង key level ហ្នឹងបានតែប្រសិនបើវាចាក់មកយើងមើលក្នុង time frame ទូចវាអត់មានអី confirm ឡើងទៅវិញទេសូម្បីតែការ confirm នេះក៏វាជា liquidity sweep នេះយប់មិញកន្លែងនេះគឺជា trap មូលហេតុអីយើងឃើញថាវាបិទជា body ហើយឯងតែសួរថាមូលហេតុអីវាអត់ឡើងវាចាក់ដល់ key level ហើយទី1ខ្ញុំអាសាប្រាប់គ្នាយើងថា key level ដរាបណាវាចាក់អត់ពេញសាច់ភាគច្រើនវាអាចនឹងទៅម្ដងទៀតបានន័យថាវាជា fake key level ចាក់បន្តិចហើយវាឡើងទៅបានបន្តិចទេហើយវាចង់មកវិញទៀតហើយមួយវិញទៀតកន្លែងនេះវាជា liquidity sweep ហើយនេះវាចាក់ហើយវាចង់មកក្រោមវិញបង្កើតបានជា CISD bearish មកវិញទៀតអញ្ចឹងប្រកាសណាស់កន្លែងនេះគឺជា fake structure មួយដែលបង្កើតឲ្យអ្នកបាយគិតថាវាអាចនឹងឡើងហើយនេះវាអញ្ចេះមកអញ្ចេះទៅជាអញ្ចេះវិញអញ្ចឹងនេះគឺជា CISD ឬក៏ market successive ហើយអញ្ចឹងចង់មិនចង់គឺវាបន្តចុះទៅសិនហើយបន្តមើលទៅក្រោមទៀតវាគ្មានបង្កើតបាន CISD 5នាទីឬក៏ AVG អីសោះអញ្ចឹងកន្លែងហ្នឹងភាគច្រើនគឺជា fake structure ហើយអ្នកនរគ្នាក៏จะសួរខ្ញុំទៀតហើយថាមូលហេតុអីបានកន្លែងនេះវាបង្កើតបានអញ្ចេះហើយវានៅតែអត់ឡើងទៀតនេះយើងឃើញអញ្ចឹងយើងអាច sweep ទៅ time frame 1ម៉ោងកន្លែងហ្នឹងយើងមើលនេះយើងឃើញវាបង្កើតបានជា AVG ឬក៏ BPR នៅក្នុង time frame 1ម៉ោងវិញហើយអញ្ចឹងទោះបីជាកន្លែងនេះវាបង្កើតបានជា CISD ឬក៏ AVG 5នាទីក៏ដោយតែនៅក្នុង time frame 1ម៉ោងវាបានបង្កើតជា bearish structure មកវិញអញ្ចឹងAVG នេះភាគរយច្រើនគឺវាមិន respect ទេស្ដាប់ឲ្យតន់ណាហ្នឹងរៀងច្បោកច្បល់បន្តិចតែបើសិនបើយើងគិតឲ្យដល់បានន័យចេះនិយាយស្រួលស្ដាប់យើងមិនមែន trade តែ AVG 1ម៉ោង bully នឹងសុទ្ធទេយើងត្រូវមើលថាពេលវាចុះនេះវាមានបង្កើតអីអត់បើវាបង្កើតបាន1ម៉ោងដែរបានន័យថាវាស្មើគ្នាឧទាហរណ៍កីឡាករគីឡូ80នេះកីឡាករគីឡូ80ដំបូងវាbearish នេះវាត្រឹមគីឡូ20ទេតែវាបង្កើតបានជាគីឡូឡើងគីឡូវិញទៅជាគីឡូ80ដូចគ្នាអញ្ចឹងភាគរយច្រើនណាស់ដែលនេះវាអត់ work បានន័យថា probability របស់វាព្រោះវាបង្កើតបានស្មើគ្នាហ្នឹងបានន័យថាវាbullish ក៏80bearish ក៏80ដែរអញ្ចឹងចង់មិនចង់គឺយើងរងចាំនៅ key level ផ្សេង
ហើយ key level ហ្នឹងគឺkey level ផ្សេងហ្នឹងវាមានអីគេវាមានអា two time frame alignment នេះដែលខ្ញុំនិយាយតាំងពីដំបូងថាវាបិទ body បានណាអញ្ចឹងយើងនៅពេលដែលវាចាក់មកដល់ហ្នឹងយើងអាច sweep ទៅ5នាទីដើម្បីរកមើល key level តទៀតនៅពេលវាចាក់ថង line នេះវាបង្កើតបានជា CISD bullish ទៅវិញអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងអាចគិតគូររកបាយបានហើយវាជា confluence មួយហើយសួរថាចុះនៅពេលដែលវាបង្កើត AVG bullish អញ្ចេះយើងព្រមចូលបាយចេះទៅចាអ្នកខ្លះសួរខ្ញុំអញ្ចឹងទៀតព្រោះខ្ញុំដឹងគ្នាយើងភាគច្រើនអាបញ្ហាថាវាបង្កើត CISD ហើយបង្កើត AVG ចូលបាយតទៅខ្ញុំអត់គិតថាវាអញ្ចឹងទេដោយសារអីដោយសារតែយើងបាយនៅនេះយើងឃើញអានេះវាមាន AVG ទប់ហ្នឹងពេលខ្លះអានេះគឺជា AVG ឬក៏ key level bearish អញ្ចឹងបើយើងបាយនៅហ្នឹងវា risky បានន័យថាយើងឧទាហរណ៍តម្លៃមាសកំពុងនៅលើខ្ពស់ហើយយើងទៅបាយនៅលើហ្នឹងវាអត់ត្រូវហើយមួយទៀតអាកន្លែងចេះភាគច្រើនគឺជា fake ដោយសារអីយើងមិនដឹងថា AVG នឹង work មិន work វាដូចតែ AVG 1ម៉ោងមិញអញ្ចឹងពេលខ្លះវាចាក់មកវាទៅស្ទុយទៅបាត់អញ្ចឹងដើម្បីឲ្យវាសុវត្ថិភាពតែយើងត្រូវមានការអត់ធ្មត់តិចអញ្ចឹងខ្ញុំនិយាយម្ដងទៀតមិញវាចាក់អានេះជា keyword 1ម៉ោងវាបង្កើតបានជា CSD តហើយអញ្ចឹងអានេះវាទៅជា key level rejection មួយទៀតដែលយើងអាចចូលនៅពេលដែលវា retest ចុះមកក្រោមនេះហើយ SL យើងយ៉ាងច្រើនយើងលួចមួយលេខពីរលេខត្រឹមនេះទៅហើយ TP របស់យើងក៏ត្រឹម 2R ឬក៏ 2R កន្លះអញ្ចឹងទៅសួរថាចូលអញ្ចឹងវា risky អត់សម្រាប់ខ្ញុំប៉ុណ្ណឹងបើសិនបើខ្ញុំអនុវត្តវាបន្តិចទៀតប្រហែលជាខ្ញុំហ៊ានចូលតែខ្ញុំដឹងអារម្មណ៍គ្នាយើងពេលខ្លះខ្លាចថានៅពេលដែលវាចុះមកអញ្ចេះវាដាច់អញ្ចេះណាគេក៏មានអារម្មណ៍អញ្ចឹងដែរតែសួរថានៅពេលដែលយើង back test នៅពេលដែលយើងចូលត្រូវតែ2 3ដងយើងបាន 2R ដល់ពេលយើងខុសក៏យើងអាចចំណាយដល់2 3ដងដែរបានន័យថាយើងចំណេញ2តយើងខាត2ដងបានយើងរួចខ្លួនឬក៏វាថាយ៉ាងច្រើនវា sweep trade អីយ៉ាងច្រើនខាតតិចតួចតែប៉ុណ្្នឹងហើយរបៀបចូលមួយទៀតនេះបើយើងចូលអត់តាន់កន្លែងនេះអញ្ចឹងយើងអាចចូលរបៀបចេះមួយទៀតនៅពេលដែលវាបង្កើតបានចេះហើយវា respect key level នេះវាឡើងទៅលើចុះមកក្រោមវិញអាតំបន់នេះក៏វាអាចចូលបានដែរយើងអាចនឹងអ្នកខ្លះចូលត្រឹម OTE តែចូល OTE វាលេនតិចព្រោះអានេះវាម៉ោង 7:08 ហើយអញ្ចឹងអ្នកខ្លះអាចចូលត្រឹមនេះហើយ SL ត្រឹមនេះទៅហើយ TP អាចនឹងត្រឹម swing នេះអញ្ចឹងចូលអញ្ចឹងក៏បានដែរតែគ្រាន់ពេលខ្លះវា risk reward អត់ល្អហើយសម្រាប់ខ្ញុំព្រឹកមិញខ្ញុំរកចូលហ្នឹងគឺខ្ញុំចូលនៅម្ដុំនេះដូចជាកន្លែងដែលខ្ញុំចូលហ្នឹងវារៀង late តែគ្រាន់វាថាខ្ញុំដឹងអ្វីដែលខ្ញុំចង់ធ្វើហើយអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំចង់ចូលនៅនេះតែវាសនាវាអត់ឲ្យខ្ញុំចូលដោយសារខ្ញុំមើលទៅអត់មាន confirm ផងអញ្ចឹងក៏ខ្ញុំប្រឡែងវាទៅអញ្ចឹងសរុបមកវិញផឹកនេះខ្ញុំបានតែ data សម្រាប់តេស្តមេយប់មិញទេហើយconfirm របស់ខ្ញុំគឺអត់មានទេអញ្ចឹងខ្ញុំធ្វើតាមអ្វីដែលខ្ញុំអឺត្រូវតែធ្វើខ្ញុំរងចាំអ្វីដែលខ្ញុំត្រូវរងចាំអញ្ចឹងបកមកតាក់ទងមួយ idea វិញសម្រាប់ idea ខ្ញុំឃើញថាអានេះវា rejection មួយហើយអញ្ចឹង buyer រៀង slow បន្តិចដោយសារនៅពេលដែលវាចាក់ជា wick អញ្ចឹងអានេះវាទៅជា strong support ហើយអញ្ចឹងចង់មិនចង់នៅពេលដែលវាដល់តំបន់ហ្នឹងអាកន្លែងនេះវាជា strong support វាអាចនឹងមាន reaction អញ្ចឹងចាក់ពេញសាច់ចុះមកក្រោមនេះដាច់អានេះឬក៏មកដល់អានេះហើយអានេះដើរតួជា liquidity អញ្ចឹងតំបន់នេះវាអាចមាន reaction ឬក៏មិនមាន reaction
យើងអាចចាំមើលសិនថានៅពេលដែលវា swing ពីរហ្នឹងណាវាមាន reaction ឡើងមកវិញអត់អញ្ចឹងបញ្ជាក់ម្ដងទៀតកន្លែងដែលខ្ញុំរង់ចាំ sell ខ្ញុំរង់ចាំនៅម្ដុំនេះនេះហើយខ្ញុំរង់ចាំបាយខ្ញុំរង់ចាំនៅនេះខ្ញុំអត់លេងនៅកណ្ដាលនេះទេហើយបើថាសួរខ្ញុំថាផឹកមិនបានខ្ញុំរកបាយនៅនេះដោយសារតែ confirmation ខ្ញុំរកបាយតហើយណាមួយតំបន់នេះវាមិនទាន់ដល់ OTE នៃ time frame ធំទៀតអញ្ចឹងការបាយវាអាចទៅរួចតែបច្ចុប្បន្នកាលវាដល់ 0.5 ហើយអញ្ចឹងវាខ្វះតែបន្តិចទៀតវាដល់ OTE ហើយអញ្ចឹងសួរថាបាយនេះវាស័ក្តិសមអត់សម្រាប់ខ្ញុំគិតថាស័ក្តិសមទេខ្ញុំអត់ចូលចិត្តយកអ្វីដែលខុសយកមកធ្វើនៅក្នុងរឿងដែល trade ទេខ្ញុំចូលចិត្តយករឿងដែលត្រូវយកមកធ្វើនៅក្នុងការ trade បើវាដល់តំបន់ OTE sell យើងរក sell ទៅបើវាអត់មាន confirm បដ ாய் វាទៅបើវាដាច់ swing នេះក៏អូខេយើងធ្វើរឿងដែលត្រូវហើយឯងអញ្ចឹងជាក់ម្ដងទៀតវីដេអូនេះរៀងវែងតិចតែប្រហែលជាវាមានចំណុចល្អចំណុចដែលគ្នាយើងឆ្ងល់ច្រើនហើយយកទៅគិតយកទៅមើលទៅបើសិនបើមានសំណួរក៏អាចសួរខ្ញុំបានខ្ញុំបើកចិត្តក្នុងការឆ្លើយបើសិនបើខ្ញុំដឹងអរគុណ